លំហាត់ប្រាណដែលអ្នកមានបញ្ហាផ្លូវចិត្តគួរធ្វើសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្តវិធីព្យាបាលរបស់ពួកគាត់គឺការជួបពិគ្រោះជាមួយអ្នកជំនាញនិងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាបន្ថែមលើសពីនេះការធ្វើលំហាត់ប្រាណក៏ជាចំណែកមួយដ៏សំខាន់នៅក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្តពិសេសអារម្មណ៍ដែលដោយហេតុថាកាលណាអ្នកធ្វើលំហាត់ប្រាណជាប្រចាំនោះសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកនឹងកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាដែលនឹងបង្កជាផលវិជ្ជមានដល់ជីវិតរបស់អ្នកជាក់ស្ដែងការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថាលំហាត់ប្រាណជាប្រចាំជួយបន្ធូរនៅអារម្មណ៍ក្រៀមក្រំរបស់អ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរហើយឥទ្ធិពលរបស់វាគឺមានយូរជាងថ្នាំរងាប់អារម្មណ៍ទៅទៀតប្រសិនបើអ្នកចង់ដឹងថាមានលំហាត់ប្រាណបែបណាសម្រាប់អ្នកមានបញ្ហាផ្លូវចិត្តនោះសូមស្ដាប់ទី1យូហ្គាជាទូទៅគឺធ្វើឲ្យមានអារម្មណ៍ថាស្រណុកកាយនិងចិត្តហើយឥទ្ធិពលរបស់វាមានរយៈពេលវែងការសិក្សាមួយបានបង្ហាញដែរថាអ្នកដែលចូលរួមនៅក្នុងការហាត់យូហ្គាជាប្រចាំពិតជាមានអារម្មណ៍ធូរស្បើយអំពីបញ្ហាថប់បារម្ភជំងឺផ្លូវចិត្តកំហឹងនិងបញ្ហាប្រព័ន្ធប្រសាទផ្សេងៗផងដែរជាក់ស្ដែងយូហ្គាច្រើនតែជាការដកដង្ហើមវែងៗនិងការផ្ដោតសំខាន់ទៅលើផ្នែកខាងក្នុងនៃរាងកាយដែលពិតជាមានគុណប្រយោជន៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្តទី2ការរត់មនុស្សភាគច្រើនចាប់ផ្ដើមរត់មួយភ្លាមរត់មកអស់ជើងឬរត់ត្រឹកមួយរយៈពេលរាល់ពេលមានអារម្មណ៍ថាពិបាកចិត្តនេះគឺពិតជាជម្រើសដ៏ល្អដោយហេតុថាការរត់នឹងធ្វើឲ្យអ្នកបញ្ចេញនូវអង់ដូហ្វីនដែលជាអរម៉ូនជំរុញឲ្យមានអារម្មណ៍ល្អហើយមិនខុសពីយូហ្គាដែរវាមានឥទ្ធិពលមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេក្នុងការសម្រួលដល់អារម្មណ៍នៃការធ្លាក់ទឹកចិត្ត3ការឡើងភ្នំមិនត្រឹមតែជាសកម្មភាពដែលជាជំនួយដល់សុខភាពបេះដូងប៉ុណ្ណោះទេការឡើងភ្នំគឺបង្កើតនូវឱកាសនៅក្នុងការនៅខាងក្រៅនិងចំណាយពេលជាច្រើនជាមួយនឹងធម្មជាតិទៀតផងដែលប្រកបណាស់គឺផ្ដល់នូវផលវិជ្ជមានដល់សុខភាពផ្លូវចិត្តលទ្ធផលស្រាវជ្រាវមួយដោយ Environment Health and Preventive Medicine បានរកឃើញថាអ្នកដែលបានដើរកម្សាន្តឬចំណាយពេលនៅក្នុងតំបន់ព្រៃគឺមានអរម៉ូនស្ត្រេសទាបជាងអ្នកដែលដើរកម្សាន្តនៅក្នុងទីក្រុងឬទីប្រជុំជនទី4ការរាំមិនថាការរាំចង្វាក់ Zumba ឬចង្វាក់ដែលមានដៃគូរាំការហាត់ប្រាណតាមចង្វាក់ភ្លេងជាក្រុមឬការរាំតាមចង្វាក់ភ្លេងបែប freestyle តែម្នាក់ឯងនោះទេការរាំគឺពិតជាមានប្រសិទ្ធភាពក្នុងការបំបាត់នូវអាការៈ stress និងថប់បារម្ភប្រៀបធៀបទៅនឹងថ្នាក់កីឡាធម្មតាថ្នាក់រាំគឺមានឥទ្ធិពលលើបញ្ហាផ្លូវចិត្តច្រើនជាងគេព្រោះតែការរាំបានបង្ហាញថាគឺបានបញ្ចេញនៅអ្វីដែលពីខាងក្នុងអាចពង្រឹងដល់ទំនាក់ទំនងរវាងសុខភាពផ្លូវកាយនិងផ្លូវចិត្តទី5ថៃជីនេះប្រហែលជាធ្លាប់បានស្គាល់ហើយថាវាជាប្រភេទលំហាត់ប្រាណដែលមានដើមកំណើតមកពីប្រទេសចិនដែលជាការលាយឡំគ្នារវាងក្បាច់គុណនិងចលនាសមាធិជាក់ស្ដែងវាជាប្រភេទលំហាត់ប្រាណដែលតម្រូវឲ្យមានការផ្ដោតអារម្មណ៍ការរក្សាលំនឹងរាងកាយការសម្រាកនៃសាច់ដុំនិងការដកដង្ហើមដោយមិនបង្ខំដែលសុទ្ធតែជាសកម្មភាពអំណោយផលដល់ផ្លូវចិត្ត